បើព្រះវិញ្ញាណនៃព្រះអង្គដែលបានប្រោសឲ្យព្រះយេស៊ូវរស់ពីស្លាប់ឡើងវិញទ្រង់សន្ធិដ្ឋនៅក្នុងខ្លួនអ្នករាល់គ្នានោះព្រះអង្គនោះឯងដែលបានប្រោសឲ្យព្រះយេស៊ូវរស់ពីស្លាប់ឡើងទ្រង់នឹងប្រោសរូបកាយនៃអ្នករាល់គ្នាដែលទៀងតែស្លាប់ឲ្យមានជីវិតឡើងដែរដោយសារព្រះវិញ្ញាណទ្រង់ដែលសន្ធិដ្ឋនៅក្នុងខ្លួនអ្នករាល់គ្នាសូមជម្រាបថាព្រះវិញ្ញាណបរិសុទ្ធទ្រង់ជ្រាបគ្រប់ការទាំងអស់ព្រោះទ្រង់មានតួនាទីស្ថិតនៅក្នុងចិត្តមនុស្សដូច្នេះមានតែព្រះមួយអង្គប៉ុណ្ណោះដែលបរិសុទ្ធបិទព្រះវិញ្ញាណត្រូវបានហៅថាព្រះវិញ្ញាណបរិសុទ្ធដើម្បីបង្ហាញអត្តសញ្ញាណថាទ្រង់ជាព្រះវិញ្ញាណបរិសុទ្ធអ្វីត្បិតតែទ្រង់ជាវិញ្ញាណតែទ្រង់មានលក្ខណៈសម្បត្តិដូចជាព្រះយេស៊ូវនិងព្រះដូចជាព្រះវរបិតាដែរនៅក្នុងចំណុចទី3តូចទ្រង់គង់នៅគ្រប់ទីកន្លែងនៅក្នុងគម្ពីរទំនុកបង្កើនចំពោះ139ខ7ដល់12គឺគ្មានអ្វីដែលលាក់បាំងពីទ្រង់សោះឡើយក្នុងវត្តមាននេះក៏គ្មានពន្លឺនៅក្នុងទីងងឹតឡើយសូមជម្រាបសួរបងប្អូនទាំងអស់នៅក្នុងសេចក្តីស្រឡាញ់ព្រះយេស៊ូវគ្រីស្ទអាមែនអរគុណដល់ព្រះអង្គហើយថ្ងៃនេះយើងជួបជុំគ្នាម្ដងទៀតយើងនឹងសិក្សាព្រះបន្ទូលព្រះអង្គជាមួយគ្នាបន្តទៅមុខទៀតដើម្បីឲ្យព្រះបន្ទូលព្រះអង្គបានមាននៅក្នុងជីវិតយើងម្នាក់ដើម្បីឲ្យព្រះបន្ទូលព្រះអង្គបានបង្ហាញលក្ខណៈពិសេសពីគុណរបស់ព្រះអង្គអរគុណព្រះអង្គសូមបងប្អូនបានសម្រួមចិត្តហើយយើងនឹងបើកនៅក្នុងគម្ពីរម៉ាថាយចំពោះ28ខ19ដល់ខ20ខ្ញុំនឹងអានជូនដូច្នេះចូលឲ្យទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យដោយនៅព្រះនាមព្រះវរបិតាព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធខ20ហើយនឹងបង្រៀនឲ្យគេកាន់តាមទាំងសេចក្តីដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាហើយមើលខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរដរាបដល់បំផុតកាលសូមយើងបានអានគម្ពីរមួយទៀតនៅក្នុងគម្ពីរយ៉ូហានចំពោះ14ខ16នោះខ្ញុំនឹងទូលសូមដល់ព្រះវរបិតាហើយទ្រង់នឹងប្រទានព្រះពរជាជំនួយព្រះជាជំនួយមួយអង្គទៀតមកអ្នករាល់គ្នាឲ្យបានគង់នៅជាមួយអស់កាលរៀងតទៅគឺជាព្រះវិញ្ញាណនៃសេចក្តីពិតដែលលោកីទទួលពុំបានព្រោះមិនឃើញហើយមិនស្គាល់ទ្រង់សោះតែអ្នករាល់គ្នាស្គាល់ទ្រង់ត្បិតទ្រង់គង់ជាមួយនឹងសន្ធិដ្ឋនៅក្នុងអ្នករាល់គ្នាដែរសូមយើងបានអានកាពីមួយទៀត2កូរិនថូសទី2ចំពោះ13ខ14សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទនិងសេចក្តីស្រឡាញ់របស់ព្រះហើយនិងសេចក្តីបង្រួបរួមគ្នានឹងព្រះវិញ្ញាណបរិសុទ្ធអាមែនអរគុណព្រះអង្គសម្រួមចិត្តទាំងអស់គ្នាសូមព្រះប្រទានពរដល់ទូលបង្គំហើយប្រទានតម្រេះប្រាជ្ញាដល់ទូលបង្គំក្នុងថ្ងៃនេះដែលទូលបង្គំត្រូវសិក្សាព្រះបន្ទូលរបស់ព្រះអង្គសូមព្រះវិញ្ញាណបរិសុទ្ធជួយដឹកនាំជីវិតដឹកនាំចិត្តទូលបង្គំនៅពេលនេះដោយទូលបង្គំបានពឹងអាងលើព្រះចេស្តារបស់ព្រះអង្គគឺព្រះនាមព្រះយេស៊ូវអាមែននៅក្នុងអត្ថបទដែលយើងត្រូវសិក្សានៅថ្ងៃនេះគឺយើងដាក់ចំណងជើងថានិយាយអំពីចំណងជើងថាព្រះវិញ្ញាណបរិសុទ្ធនៅក្នុងភាសាទេវសាស្ត្រដាក់ថាព្រះវិញ្ញាណបរិសុទ្ធវិជ្ជាដោយយើងបានអានអំបញ្ញមិញរួចហើយនៅក្នុងគម្ពីរម៉ាថាយចំពោះ28ខ19គម្ពីរយ៉ូហានចំពោះ14ខ16ដល់17 2កូរិនថូសទី2ចំពោះ13ខ14និយាយអំពីព្រះវិញ្ញាណដ៏បរិសុទ្ធព្រះវិញ្ញាណបរិសុទ្ធគឺជាតួអង្គព្រះមួយអង្គស្ថិតនៅក្នុងអង្គទាំង3នៃព្រះត្រៃឯកគឺព្រះវរបិតាព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធទាំង3អង្គនេះរួមមកតែមួយគឺព្រះក្រោយពេលដែលព្រះយេស៊ូវយាងទៅកាន់ឋានសួគ៌ព្រះអង្គបានចាត់ព្រះមួយអង្គឲ្យមកកាន់ផែនដីជំនួសព្រះយេស៊ូវទ្រង់យាងមកលើផែនដីនេះដើម្បីគង់នៅជាមួយអ្នកដែលជឿគ្រប់គ្នាបញ្ជាក់ថាទ្រង់ជាតួអង្គបុគ្គលទី3នៅក្នុងព្រះត្រៃឯកចំណុចកនិយាយអំពីនិស្ស័យនិងបុគ្គលនៃព្រះវិញ្ញាណបរិសុទ្ធចំណុចទី1ភាពជាព្រះរបស់ទ្រង់ព្រះវិញ្ញាណបរិសុទ្ធគឺស្ថិតនៅក្នុងឋានៈស្មើនឹងព្រះវរបិតានិងព្រះរាជបុត្រាដែរហើយអង្គទាំង3នេះមានការទំនាក់ទំនងគ្នាជាអង្គបុគ្គលតែមួយនៅក្នុងការបង្កើតទីមេឃនិងផែនដីនៅក្នុងគម្ពីរម៉ាថាយចំពោះ28ខ19ដូច្នេះចូលទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យដោយនៅព្រះនាមព្រះវរបិតាព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធចុះពាក្យថាបុណ្យជ្រមុជទឹកនេះ
គឺជាបង្ហាញអំពីការរួបរวมគ្នានិងការបដិញ្ញាចិត្តរបស់ពួកអ្នកជឿម្នាក់ៗចំពោះការដឹកនាំនិងការដើរតាមព្រះយេស៊ូវដោយអំណាចព្រះវិញ្ញាណបរិសុទ្ធបណ្ដាលនៅក្នុងគម្ពីរយ៉ូហានចំពុក14ខ16 17នោះទ្រង់នឹងទូលសូមដល់ព្រះវរបិតាហើយទ្រង់នឹងចាត់ព្រះដ៏ជាជំនួយមួយអង្គទៀតមកអ្នករាល់គ្នាឲ្យបានគង់នៅជាមួយអស់កលជានិច្ចខ17គឺជាវិញ្ញាណនៃសេចក្តីពិតដែលលោកីទទួលមិនបានព្រោះមើលមិនឃើញទ្រង់សោះតែអ្នករាល់គ្នាស្គាល់ទ្រង់ត្បិតទ្រង់គង់ជាមួយក៏សន្ធិដ្ឋនៅក្នុងអ្នករាល់គ្នាដែរពាក្យថាព្រះជាជំនួយមួយអង្គទៀតគឺជាព្រះវិញ្ញាណបរិសុទ្ធគឺទ្រង់នេះហើយដែលគង់ជាមួយយើងរាល់គ្នាដែលជាកូនរបស់ផងទ្រង់ជួយរំលឹកនឹងយើងថាយើងជាមនុស្សមានបាបទ្រង់ថែរក្សាការពារយើងទ្រង់ជួយលួងលោមចិត្តយើងពេលយើងមានទុក្ខលំបាកនៅក្នុងខ17ព្រះវិញ្ញាណបរិសុទ្ធទ្រង់ជំរុញដឹកនាំមនុស្សឲ្យស្គាល់នៅសេចក្តីពិតម្យ៉ាងទៀតព្រះវិញ្ញាណបរិសុទ្ធទ្រង់ក៏ជាជំនួយដ៏សំខាន់មួយនៅក្នុងការជួយគំនិតដូចគ្នាទៅនឹងព្រះយេស៊ូវដែរចំណុចទី3នៅក្នុងគម្ពីរកូរិនថូសទី2ចំពុក13ខ14សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណនៃព្រះអម្ចាស់យេស៊ូវនិងសេចក្តីស្រឡាញ់របស់ព្រះហើយនឹងសេចក្តីរួបរวมគ្នានឹងព្រះវិញ្ញាណបរិសុទ្ធនេះចង់បញ្ជាក់អំពីការទំនាក់ទំនងយ៉ាងជិតស្និទ្ធនៃព្រះត្រៃឯកព្រះវរបិតាព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធគឺអង្គទាំង3នេះហើយតែងតែនៅប្រកបគ្នាជាអង្គទាំង3ដើម្បីបង្ហាញសេចក្តីស្រឡាញ់ជាគំរូដល់យើងជាកូនរបស់ព្រះគ្រប់គ្នាព្រះវរបិតាស្រឡាញ់ព្រះរាជបុត្រាព្រះរាជបុត្រាក៏ស្រឡាញ់ព្រះវិញ្ញាណបរិសុទ្ធដែរដូច្នេះសេចក្តីស្រឡាញ់របស់ព្រះគឺស្មើគ្នាចំណុចទី4នៅក្នុងគម្ពីរហេព្រើរចំពុក10ខ15ដល់16ហើយព្រះវិញ្ញាណបរិសុទ្ធក៏ធ្វើបន្ទាល់ដល់យើងត្បិតក្រោយដែលទ្រង់មានបន្ទូលថានៅក្នុងខ16ឯសេចក្តីសញ្ញាដែលអញនឹងតាំងដល់គេក្រោយគ្រានោះគឺថាអញនឹងដាក់ក្រឹតវិន័យអញទៅក្នុងចិត្តគេហើយនឹងកត់ទុកនៅក្នុងគំនិតគេផងខ17នោះទ្រង់បានបន្ថែមនៅព្រះបន្ទូលនេះទៀតថាអញនឹងលែងនឹកចាំពីអំពើបាបនិងសេចក្តីទទឹងច្បាប់របស់គេហទៀតគឺជាសញ្ញាថ្មីដែលធានាថាមនុស្សគ្រប់រូបត្រូវបានការអត់ទោសរួចពីបាបពីព្រះអម្ចាស់នៅពេលណាមួយដែលព្រះមានបន្ទូលគឺអាចនិយាយបានថាព្រះវិញ្ញាណបរិសុទ្ធទ្រង់មានបន្ទូលនៅក្នុងចំណុចទី5គម្ពីរកិច្ចការចំពោះ5ខ3ដល់ខ4តែពេត្រុសសួរថាណាអ្នកអើយហេតុអ្វីបានជាអរៈសតាំងមកនៅពេញក្នុងចិត្តអ្នកឲ្យអ្នកហ៊ានកុហកដល់ព្រះវិញ្ញាណបរិសុទ្ធដោយគីទុកតម្លៃដីមួយចំណែកដូច្នោះនៅក្នុងខ4កាលនៅឡើយតើមិនមែនជារបស់ផងអ្នកទេឬអីហើយអ្នកដែលជាអ្នកលក់តើប្រាក់នេះមិននៅក្នុងអំណាចអ្នកទេឬអីហេតុអ្វីបានជាអ្នកកាត់ចិត្តធ្វើដូច្នេះនេះមិនមែនកុហកដល់មនុស្សទេគឺឈ្មោះថាកុហកដល់ព្រះវិញអរៈសតាំងមកនៅក្នុងពេញក្នុងចិត្តអ្នកចង់បង្ហាញថាសកម្មភាពរបស់សតាំងនៅតែបន្តបណ្ដាចិត្តឲ្យអាណានេះចេះកុហកដល់ព្រះវាធ្វើឲ្យមនុស្សចេះលោភលន់បិទបាំងការអាក្រក់របស់វាធ្វើឲ្យមានការប្រឆាំងនឹងព្រះវិញ្ញាណបរិសុទ្ធសូមជម្រាបថាព្រះវិញ្ញាណបរិសុទ្ធទ្រង់ជ្រាបគ្រប់ការទាំងអស់ព្រោះទ្រង់មានតួនាទីស្ថិតនៅក្នុងចិត្តមនុស្សដូច្នេះមានតែព្រះមួយអង្គប៉ុណ្ណោះដែលបរិសុទ្ធផ្តិតព្រះវិញ្ញាណត្រូវបានហៅថាព្រះវិញ្ញាណបរិសុទ្ធដើម្បីបង្ហាញអត្តសញ្ញាណថាទ្រង់ជាព្រះនៅក្នុងទីធំលក្ខណៈសម្បត្តិរបស់ទ្រង់ព្រះវិញ្ញាណបរិសុទ្ធអ្វីត្បិតតែទ្រង់ជាវិញ្ញាណតែទ្រង់មានលក្ខណៈសម្បត្តិដូចជាព្រះយេស៊ូវនិងព្រះដូចជាព្រះវរបិតាដែរចំណុចទី1តូចទ្រង់ឋិតថេរនៅអស់កលជានិច្ចនៅក្នុងគម្ពីរហេព្រើរចំពោះ9ខ14ចំណងបើព្រះគ្រហិតរបស់ព្រះគ្រីស្ទដែលទ្រង់បានថ្វាយអង្គទ្រង់ឥតសៅមកដល់ព្រះដោយសារព្រះវិញ្ញាណដ៏គង់នៅអស់កលជានិច្ចនោះនឹងសម្អាតទាំងបញ្ញាចិត្តអ្នករាល់គ្នាទាំងអស់ទាំងការស្ដាប់ផងដើម្បីឲ្យបានទាំងការស្លាប់ផងបំរើព្រះដ៏មានព្រះជន្មរស់តើជាជាងអំបាលមានទៅទៀតព្រះវិញ្ញាណបរិសុទ្ធនៅគង់នៅអស់កលជានិច្ចគឺសំដៅទៅលើព្រះវិញ្ញាណបរិសុទ្ធដែលបានប្រទានព្រះយេស៊ូវគ្រីស្ទនៅអំណាចក្នុងការបំពេញមហាបេសកកម្មរបស់ទ្រង់បានថ្វាយអង្គទ្រង់ឲ្យទ្រង់បានថ្វាយព្រះអង្គទ្រង់
មានន័យថាព្រះយេស៊ូវគ្រីស្ទជាអ្នកថ្វាយដង្វាយលុបបាបហើយទ្រង់ក៏ជាដង្វាយនោះតែម្ដងរីឯព្រះវិញ្ញាណបរិសុទ្ធទ្រង់អាចដកយកនៅអំពើបាបចេញពីក្នុងចិត្តយើងរាល់គ្នាជាបន្តបន្ទាប់ក្រោយពេលដែលទ្រង់លាងសម្អាតចិត្តយើងរួចហើយនៅក្នុងចំណុចទី2តូចទ្រង់មានសភានុភាពរ៉ូមចំពោះ8ខ11មួយទៀតបើព្រះវិញ្ញាណនៃព្រះអង្គដែលបានប្រោសឲ្យព្រះយេស៊ូវរស់ពីស្លាប់ឡើងវិញទ្រង់សន្ធិដ្ឋនៅក្នុងខ្លួនអ្នករាល់គ្នានោះព្រះអង្គនោះឯងដែលបានប្រោសឲ្យព្រះយេស៊ូវរស់ពីស្លាប់ឡើងទ្រង់នឹងប្រោសរូបកាយនៃអ្នករាល់គ្នាដែលទៀងតែស្លាប់ឲ្យមានជីវិតឡើងដែរដោយសារព្រះវិញ្ញាណទ្រង់ដែលសន្ធិដ្ឋនៅក្នុងខ្លួនអ្នករាល់គ្នានៅក្នុងខនេះលោកប៉ូលបានបញ្ជាក់យ៉ាងខ្លីថាព្រះវិញ្ញាណនៃព្រះសន្ធិដ្ឋនៅក្នុងខ្លួនអ្នកជឿគ្រប់រូបគ្នាទាំងអស់នៅក្នុងចំណុចទី3តូចទ្រង់គង់នៅគ្រប់ទីកន្លែងនៅក្នុងគម្ពីរទំនុកបង្កើងចំពោះ139ខ7ដល់12គឺគ្មានអ្វីដែលលាក់បាំងពីទ្រង់សោះឡើយក្នុងវត្តមាននេះក៏គ្មានពន្លឺនៅក្នុងទីងងឹតឡើយគឺវត្តមានរបស់ទ្រង់គង់គ្រប់កន្លែងតែការនោះពេញដោយភាពកោតខ្លាចនិងញាប់ញ័រនៅក្នុងគម្ពីរយេរេមៀចំពុក23ខ23ដល់ខ24ចំណុចទី4តូចទ្រង់មានភាពសព្វញ្ញុញាណនៅក្នុងគម្ពីរកូរិនថូសទី1ចំពុក2ខ10ដល់11ព្រះទ្រង់សម្ដែងឲ្យយើងរាល់គ្នាឃើញសេចក្តីទាំងនេះដោយសារព្រះវិញ្ញាណទ្រង់ត្បិតព្រះវិញ្ញាណនៃទ្រង់ទ្រង់មើលគ្រប់ទាំងអស់ព្រមទាំងសេចក្តីជ្រាបជ្រាលជ្រៅនៃព្រះដែរខ11បិទបើមិនមែនជាវិញ្ញាណដែលនៅក្នុងខ្លួនមនុស្សនោះទេតើមានអ្វីនឹងស្គាល់សន្តានមនុស្សនោះបានហើយបើមិនមែនជាព្រះវិញ្ញាណនៃពាក្យថាព្រះវិញ្ញាណនៃទ្រង់ទ្រង់មើលគ្រប់ទាំងអស់បញ្ជាក់ថាព្រះវិញ្ញាណទ្រង់ជ្រាបគ្រប់ទាំងអស់ទោះបើចិត្តមនុស្សលាក់នៅអាចកំបាំងយ៉ាងណានោះមិនអាចបិទបាំងពីព្រះបានឡើយព្រោះផែនការរបស់ទ្រង់ត្រូវតែជ្រាបទាំងអស់ពុំអាចមានអ្វីដែលអាចលាក់កំបាំងពីព្រះវិញ្ញាណបរិសុទ្ធបានឡើយនៅក្នុងចំណុចទី5សេចក្តីពិតលោកយូហានចំពុក14ខ16ដល់17នោះខ្ញុំនឹងទូលសូមដល់ព្រះវរបិតាហើយទ្រង់ប្រទានព្រះដ៏ជាជំនួយមួយអង្គទៀតមកអ្នករាល់គ្នាឲ្យបានគង់នៅហើយនៅជាមួយនៅអស់កលជាតរៀងតទៅខ17នៅក្នុងគម្ពីរយ៉ូហានដដែលគឺជាព្រះវិញ្ញាណនៃសេចក្តីពិតដែលលោកីទទួលពុំបានព្រោះមិនឃើញហើយមិនស្គាល់ទ្រង់សោះតែអ្នករាល់គ្នាស្គាល់ទ្រង់ត្បិតទ្រង់គង់ជាមួយក៏នឹងសន្ធិដ្ឋនៅក្នុងអ្នករាល់គ្នាដែរក្នុងខ16នេះគឺជាព្រះវិញ្ញាណបរិសុទ្ធតែមួយគត់ទ្រង់គង់នៅជាមួយនឹងមនុស្សដែលបានទទួលជឿព្រះយេស៊ូវគឺជាទីបញ្ចាំចិត្តរួចហើយទ្រង់បោះត្រាចំណាំថាអ្នកនោះជាកូនព្រះពិតខ17ព្រះវិញ្ញាណនៃសេចក្តីពិតគឺសំដៅទៅលើព្រះវិញ្ញាណតែងតែក្រើនរំលឹកនិងនាំមនុស្សលោកឲ្យស្គាល់សេចក្តីពិតចំណុចទី6ទ្រង់ស្រឡាញ់នៅក្នុងគម្ពីររ៉ូមចំពោះ5ខ5ឯសេចក្តីសង្ឃឹមក៏មិនដែលនាំឲ្យមានសេចក្តីខ្មាស់ឡើយពីព្រោះសេចក្តីស្រឡាញ់របស់ព្រះបានផ្សាយមកសព្វក្នុងចិត្តយើងរាល់គ្នាដោយសារព្រះវិញ្ញាណបរិសុទ្ធដែលព្រះប្រទានមកយើងហើយសេចក្តីសង្ឃឹមក៏មិនដែលនាំឲ្យមានសេចក្តីខ្មាស់ឡើយពាក្យថាសង្ឃឹមគឺមិនមែននាំឲ្យមនុស្សមានសេចក្តីខកចិត្តឡើយដូច្នេះសេចក្តីសង្ឃឹមរបស់អ្នកជឿគឺមិនមែនគ្មានហេតុផលនោះឡើយផ្ទុយទៅវិញគឺជាព្រះពរដែលមានការអះអាងនៃគោលដៅអនាគតរបស់យើងដោយពឹងអាងលើសេចក្តីស្រឡាញ់របស់ព្រះបានបើកសម្ដែងឲ្យឃើញតាមរយៈព្រះវិញ្ញាណបរិសុទ្ធនៅក្នុងកាលដែលព្រះអម្ចាស់បានប្រោសប្រទានឲ្យព្រះគ្រីស្ទរស់ឡើងវិញនៅពេលដែលយើងបានទទួលជឿព្រះយេស៊ូវគ្រីស្ទដំបូងនោះព្រះវិញ្ញាណបរិសុទ្ធបានបង្ហូរសេចក្តីស្រឡាញ់របស់ទ្រង់មកក្នុងដួងចិត្តរបស់យើងម្នាក់ហើយសេចក្តីស្រឡាញ់ក៏ត្រូវបានបង្ហូរបន្តក្នុងយើងរហូតតទៅទី7គឺជាចំណុចចុងក្រោយបង្អស់ជីវិតនៅក្នុងគម្ពីរយ៉ូហានចំពុក6ខ63គឺជាវិញ្ញាណដែលឲ្យមានជីវិតរូបសាច់គ្មានប្រយោជន៍អ្វីទេហើយពាក្យដែលខ្ញុំនិយាយនឹងអ្នករាល់គ្នានោះត្រូវខាងឯវិញ្ញាណនៃជីវិតជាវិញ្ញាណដែលឲ្យមានជីវិតព្រះអង្គម្ចាស់ទ្រង់ជាវិញ្ញាណដែលផ្ដល់ជីវិតដល់អស់អ្នកណាដែលទទួលជឿដល់ព្រះអង្គម្ចាស់នោះទ្រង់នឹងសម្អាតចិត្តយើងតាមរយៈព្រះវិញ្ញាណបរិសុទ្ធហើយទ្រង់ក៏មិនយាងចាកចេញពីយើងឡើយទ្រង់គ្រាន់តែមានព្រះទ័យព្រួយនៅពេលដែលយើងធ្វើខុស
អ្វីមួយមិនសមស្របនឹងបំណងការទីត្រង់សរុបសេចក្តីមកយើងជាកូនរបស់ព្រះដែលមានព្រះវិញ្ញាណបរិសុទ្ធដឹកនាំត្រូវតែប្រគល់រូបកាយព្រលឹងវិញ្ញាណយើងទៅឲ្យព្រះដឹកនាំត្រូវតែទប់ចិត្តព្រះធ្វើតាមព្រះហឫទ័យព្រះស្ដាប់ការដឹកនាំរបស់ព្រះនោះទ្រង់នឹងផ្ដល់ជីវិតដល់នៅអស់កលជានិច្ចដល់យើងតរៀងទៅអាមែនសូមព្រះប្រទានពរ